មេក្រុមធានស៊ីឈ្នួលវណ្ណគ្រប់និងមេក្រុមនីតិហ៊ានស៊ីឈ្នួលមកពីសាធារណរដ្ឋឆេឆេនីពួកគេកំពុងតែដេកលើវិថីបរាជ័យដូចគ្នានៅលើសមរភូមិនៃប្រទេសអ៊ុយក្រែននេះជាការវិភាគរបស់វិទ្យាស្ថានសិក្សាសង្គ្រាម ISW ដែលមានមូលដ្ឋាននៅទីក្រុង Washington ការសម្រង់សេចក្តីវិភាគរបស់វិទ្យាស្ថានសិក្សាសង្គ្រាម ISW ដោយទស្សនាវដ្តី Newsweek នៃចក្រភពអង់គ្លេសដែលបានពន្យល់និងបកស្រាយនៅទស្សនៈរបស់ ISW ដូចតទៅនេះយោងតាមស្ថានភាពជាក់ស្ដែងនៅលើសមរភូមិប្រយុទ្ធគ្នាយ៉ាងសាហាវរយៈពេល5ខែចុងក្រោយនេះឃើញថាកម្លាំងទ័ពរបស់រុស្ស៊ីស្រុតចុះជាខ្លាំងនៅខណៈដែលមានការបាត់បង់ចំនួនទ័ពមានការកើនឡើងដែលហួសពីការគិតរបស់ប្រជាជនរុស្ស៊ីទៅទៀតនោះបាទដូច្នេះរុស្ស៊ីមានផ្លូវទៅរកជ័យជំនះនៅលើទឹកដីនៃប្រទេសអ៊ុយក្រែននោះទីហើយចំពោះមេដឹកនាំនៃក្រុមទាហានស៊ីឈ្នួលវណ្ណគ្រប់លោក Yevgeny Prigozhin និងមេដឹកនាំនៃក្រុមទាហានស៊ីឈ្នួលមួយក្រុមទៀតមកពីសាធារណរដ្ឋឆេឆេនីគឺលោក Ramzan Kadyrov បរិះទាំងពីរនេះមើលទៅដូចជាកំពុងស្ថិតនៅលើវិថីមួយគឺវិថីនៃបរាជ័យចំពោះសង្គ្រាមដែលពួកគេដឹកនាំទ័ពប្រយុទ្ធជួយច្បាំងនិងកងទ័ពរុស្ស៊ីវាយប្រហារទៅលើកងទ័ពអ៊ុយក្រែនវិទ្យាស្ថានសិក្សាសង្គ្រាមនេះមើលឃើញទៀតថាដើមឡើយទាំងលោក Prigozhin និងលោក Kadyrov សុទ្ធតែមានសង្ឃឹមថារុស្ស៊ីនឹងឈ្នះយ៉ាងងាយបំផុតសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនដោយមិនប្រើពេលវេលាយូរនោះទេព្រោះតែរុស្ស៊ីនិងអ៊ុយក្រែនមានព្រំដែនជាប់គ្នាដូច្នេះពួកគេគិតថាមហាអំណាចយោធាមួយបើកការវាយប្រហារទៅលើប្រទេសមួយដែលមានព្រំដែនជាប់គ្នានោះគឺងាយឈ្នះសង្គ្រាមបំផុតតែពេលនេះការសង្ឃឹមរបស់ពួកគេគ្មានទៀតនោះទេមើលទៅដូច្នេះហើយបានជាទាំងលោក Prigozhin និងលោក Kadyrov តែងតែរិះគន់និងស្ដីបន្ទោសទៅលើក្រសួងការពារជាតិរុស្ស៊ីដែលនាំឲ្យពួកគេបរាជ័យនៅក្នុងសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ISW មើលឃើញទៀតថាសេចក្តីថ្លែងការណ៍របស់លោក Prigozhin ដែលគម្រាមដកទ័ពរបស់ខ្លួនចេញពីបាក់មូតដោយសារតែបង្ហាញនូវការអស់សង្ឃឹមព្រោះតែអាវុធយុទ្ធភ័ណ្ឌគ្រប់រំសេវដែលផ្គត់ផ្គង់ដោយក្រសួងការពារជាតិរុស្ស៊ីនោះមកមិនទាន់ពេលវេលានាំឲ្យលោក Prigozhin អស់កម្លាំងចិត្តក្នុងការដឹកនាំការប្រយុទ្ធបន្តទៀតនោះបាទដូចនេះគឺមិនខុសទេទាំងលោក Prigozhin និងលោក Kadyrov ពួកគេគិតថាបើការផ្គត់ផ្គង់ក្របកាំភ្លើងមកមិនទាន់ប៉ុណ្ណាការធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនដែលកំពុងប្រយុទ្ធគ្នាយ៉ាងហិង្សានៅក្នុងខេត្តដូញេកភាគខាងកើតប្រទេសខ្ញុំក៏មិនមានសង្ឃឹមថាការពារទីតាំងរបស់ខ្លួនបាននោះទេ Prigozhin និង Kadyrov ធ្លាប់បញ្ចេញយោបល់មើលឃើញដោយទទូចទៅលោក Vladimir Putin ថាត្រូវប្រើប្រាស់អាវុធទាំងឡាយណាដែលសង្កត់ទៅលើអ៊ុយក្រែនគឺឲ្យអ៊ុយក្រែនឆាប់ទទួលការចោះចាញ់ក្នុងសមរភូមិទើបរុស្ស៊ីឈ្នះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនលោក Kadyrov បានថ្លែងទៀតថាដើម្បីឈ្នះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនគឺរុស្ស៊ីត្រូវតែហ៊ានក្នុងការប្រើប្រាស់អាវុធទាំងឡាយណាដែលងាយបញ្ចប់ការប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែនម្ដងនេះហើយក៏ធ្លាប់ប្រាប់ទៅលោក Vladimir Putin ឲ្យបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំជាមួយនឹងការប្រើប្រាស់អាវុធទាំងឡាយដែលជាអាវុធយុទ្ធសាស្ត្ររបស់រុស្ស៊ីទើបឈ្នះសង្គ្រាមប៉ុន្តែមកដល់ពេលនេះឃើញថារុស្ស៊ីចាប់ផ្ដើមប្រើប្រាស់អាវុធយុទ្ធសាស្ត្ររបស់ខ្លួនបណ្ដាហើយដូចជាការបាញ់គ្រាប់មីស៊ីលល្បឿនលឿនជាងសម្លេង Kinza ទៅលើទឹកដីអ៊ុយក្រែនជាដើមដូចជាការបាញ់មីស៊ីលបាល់លីស្ទិកជាដើមទៅលើទឹកដីអ៊ុយក្រែនតែទីបំផុតនៅតែអ៊ុយក្រែនទប់ទល់បានការពារខ្លួនបានគ្រប់សមរភូមិទាំងអស់រហូតដល់មីស៊ីលទាំងនោះត្រូវបានអ៊ុយក្រែនបាញ់ទម្លាក់សឹងតែទាំងអស់ទៀតផងជាក់ស្ដែងមីស៊ីលល្បឿនលឿនជាងសម្លេង Kinza ដែលវាលឿនជាងសម្លេងដល់ទៅ5ដងឯណោះវារត់បានចម្ងាយដល់ទៅ 2000 គីឡូម៉ែត្រក៏ត្រូវបានប្រព័ន្ធមីស៊ីលរបស់អ៊ុយក្រែនជាជំនួយរបស់សហរដ្ឋអាមេរិក Patriot បាញ់ទម្លាក់ផងដែរក្រុមអ្នកវិភាគមើលឃើញថាបើមីស៊ីលល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី Kinza ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិកជំនួយទៅឲ្យអ៊ុយក្រែននោះវាកាន់តែធ្វើឲ្យទ័ពរបស់រុស្ស៊ីស្ថិតនៅក្នុងភាពសង្ស័យនៃអនុភាពសព្វាវុធរបស់ខ្លួនជាមួយនឹងកម្លាំងនយោបាយរបស់ទីក្រុងមូស្គូថាតើអនាគតអាចនឹងធ្វើឲ្យមានការប្រែប្រួលសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនដូចម្ដេចនោះឥឡូវនេះឃើញថាលោក Prigozhin ដូចជាកំពុងតែចាប់ដៃជាមួយនឹងមេទ័ពនៃសាធារណរដ្ឋឆេឆេនីលោក Kadyrov ដើម្បីសហការគ្នាលើសមរភូមិដែលកំពុងជាប់ដៃនៅក្នុងសង្គ្រាមនៅសមរភូមិភាគខាងកើតប្រទេសជាពិសេសគឺនៅបាក់មូតដែលលោក Prigozhin ចង់ឃើញការមកសហការដោយក្រុមទាហានស៊ីឈ្នួលមកពីសាធារណរដ្ឋឆេឆេនីដែលស្ថិតនៅក្នុងការដឹកនាំការប្រយុទ្ធដោយមេក្រុមគឺលោក Ramzan Kadyrov ISW មើលឃើញទៀតថាការបរាជ័យក៏ស្ថិតនៅចំពោះមុខទៀតនោះដោយសារតែការកើនទ័ពថ្មីទៀតរបស់រុស្ស៊ីដែលមើលទៅរូបភាពអាក្រក់ចំពោះកងកម្លាំងប្រដាប់អាវុធនៃប្រទេសមហាអំណាចនេះដែលកំពុងប្រយុទ្ធគ្នាបែរជារើសកងទ័ពថ្មីមកប្រយុទ្ធមានន័យថាកងទ័ពរបស់ខ្លួនពិតជាបាត់បង់ចំនួនច្រើនដោយការចុះផ្សាយនៃទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកនិងអ៊ុយក្រែន ISW មើលឃើញថាទាំងមេទ័ពនៃក្រុម Wagner Group គឺលោក Yevgeny Prigozhin និងមេទ័ព
បនៃក្រុមទាហានស៊ីឈ្នួលមកពីសាធារណរដ្ឋឆេឆេនីរ៉ាំសានកាដេរ៉ោគឺជាមនុស្សដែលមានអំនួតនិងកោងការប៉ុន្តែពួកគេច្រើនតែបំផោងសភាពការបំផោងស្ថានភាពនិងអួតអាងអំពីស្មារតីនៃការប្រយុទ្ធរបស់កងទ័ពពួកគេដែលទីបំផុតមកដល់ពេលនេះកម្លាំងទ័ពទាំងពីរក្រុមនេះពុំមានការគ្រប់គ្រងដែនដីណាមួយច្បាស់លាស់របស់ខ្លួននោះទេក្នុងការវាយយកពីកងទ័ពអ៊ុយក្រែន ISW មើលឃើញថាពួកគេដែលកំពុងដេកលើវិថីនៃបរាជ័យនេះគឺនឹងអាចដឹងនៅពេលដែលអ៊ុយក្រែនបើកការវាយលុកទ្រង់ទ្រាយធំនៅពេលខាងមុខនេះខណៈដែលអ៊ុយក្រែនរងចាំតែដីស្ងួតតែប៉ុណ្ណោះនឹងចាប់ដើមប្រមាថការសឹកវាយបករំដោះទឹកដីរបស់អ៊ុយក្រែនមកវិញហើយកំភ្លើងធំរបស់អ៊ុយក្រែនបាញ់កំទេចឃ្លាំងស្តុកគ្រាប់ដ៏ធំរបស់ក្រុមទាហានស៊ីឈ្នួលឲ្យរុស្ស៊ីនៅបាក់មុតគណៈមេក្រុមនេះប្រកាសដកទ័ពរបស់ខ្លួនចេញពីតំបន់នេះនៅសប្តាហ៍ក្រោយនេះកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ុយក្រែនបានប្រើប្រាស់ដោយការបាញ់គ្រាប់កំភ្លើងធំចូលទៅតំបន់បាក់មុតសេចក្តីរាយការណ៍បានដឹងថាទីតាំងស្តុកគ្រាប់កំភ្លើងធំនៃក្រុមទាហានស៊ីឈ្នួលវ៉ឺនឺគ្រុបនៅក្នុងតំបន់នេះត្រូវបានបាញ់កំទេចដែលបណ្ដាលឲ្យទ័ពនៃក្រុមវ៉ឺនឺគ្រុបនេះពេលនេះកំពុងតែបាត់បង់គ្រាប់កំភ្លើងធំនិងគ្រាប់កំភ្លើងផ្សេងៗទៀតក្នុងការវាយការពារខ្លួនពីការវាយបករបស់កងទ័ពអ៊ុយក្រែនអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Hanna Maliar បានបញ្ជាក់នៅលើបណ្ដាញ Telegram និងបានធ្វើបទសម្ភាសន៍មួយជាមួយទូរទស្សន៍ជាតិនៃប្រទេសអ៊ុយក្រែនហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Ukrainska Pravda កាលពីថ្ងៃទី5 ឧសភាលោកស្រីបញ្ជាក់ថាកងទ័ពនៃប្រទេសអ៊ុយក្រែនបានបាញ់បំផ្លាញទីតាំងឃ្លាំងស្តុកគ្រាប់ទាំងគ្រាប់កំភ្លើងធំនិងគ្រាប់ផ្សេងៗទៀតរបស់ក្រុមទាហានស៊ីឈ្នួលនៅបាក់មុតដែលលោកស្រីប្រើពាក្យថាម៉ាំងសត្រូវចូលឈ្លានពានទឹកដីរបស់អ៊ុយក្រែនពេលនេះគ្រាប់កំភ្លើងធំនិងឃ្លាំងស្តុកគ្រាប់ជាច្រើននៅក្នុងបាក់មុតរងការបំផ្លាញដោយការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនបាញ់គ្រាប់កំភ្លើងធំអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនស្ត្រីរូបនេះបានបញ្ជាក់ទៀតថារុស្ស៊ីបានប្រមូលកម្លាំងទ័ពជាថ្មីម្ដងទៀតនៅបាក់មុតជាមួយនឹងការបញ្ជូនគ្រាប់កំភ្លើងមកស្តុកទុកនៅតំបន់បាក់មុតមួយចំនួនដើម្បីបើកប្រមាថការវាយកបាក់មុតឲ្យបានក្រុមការបញ្ជារបស់លោក Vladimir Putin ដែលបញ្ជាពីទីក្រុងមូស្គូថាត្រូវយកបាក់មុតឲ្យបានមិនឲ្យហួសថ្ងៃទី9ឧសភានោះទេដែលថ្ងៃ9ឧសភានេះហើយរុស្ស៊ីចាត់ទុកថាជាថ្ងៃដែលសហភាពសូវៀតឈ្នះសង្គ្រាមលើកងទ័ពអាល្លឺម៉ង់អ៊ីតាលីនៅឆ្នាំ1945តែនៅពេលនេះសេចក្តីរាយការណ៍បានដឹងថាទីតាំងស្តុកគ្រាប់កំភ្លើងធំរបស់កងទ័ពរុស្ស៊ីនិងក្រុមទាហានស៊ីឈ្នួលរបស់ខ្លួនត្រូវបានបាញ់កំទេចនៅលើទីតាំងនៃសមរភូមិបាក់មុតដែរក្រុមទាហានស៊ីឈ្នួលនិងទ័ពបារារបស់ទ័ពរុស្ស៊ីវាយកាន់កាប់រយៈពេល10ខែមកនេះវាយចូលទៅបាក់មុតនេះដោយគ្រប់គ្រងផ្ទៃដីបាន 70% នៃផ្ទៃដីសរុប40គីឡូម៉ែត្រក្រឡាមេក្រុមទាហានស៊ីឈ្នួល Yevgeny Prigozhin កាលពីយប់ថ្ងៃទី5ឧសភាលោកបានប្រាប់ទៅក្រសួងការពារជាតិថាកងទ័ពរបស់លោកកំពុងតែខ្វះខាតយ៉ាងខ្លាំងនៅក្របកំភ្លើងដើម្បីតទល់ការវាយបករបស់កងទ័ពអ៊ុយក្រែនតែលោកមិនបាននិយាយថាការខ្វះខាតក្របកំភ្លើងក្នុងការប្រយុទ្ធនេះបណ្ដាលមកពីការវាយប្រហារកំទេចឃ្លាំងស្តុកក្របកំភ្លើងដោយកងទ័ពអ៊ុយក្រែននោះទេតែលោកថាការដែលខ្វះក្របកំភ្លើងនិងការវាយបកវិញពីកងទ័ពអ៊ុយក្រែននេះនាំឲ្យកងទ័ពរបស់លោកគ្មានស្មារតីប្រយុទ្ធនោះទេវាមានតែពេលវេលាដែលត្រូវទ័ពអ៊ុយក្រែនវាយរុញច្រានតែប៉ុណ្ណោះលោកទទូចដូចនេះដោយបញ្ជូនលិខិតទៅក្រសួងការពារជាតិស្នើថាឥឡូវនេះទ័ពរបស់លោកសឹងតែអស់ក្របកំភ្លើងប្រើប្រាស់ទៅហើយដូច្នេះការប្រយុទ្ធបើគ្មានក្របកំភ្លើងនោះទេតែប្រយុទ្ធដើម្បីអ្វីវាគ្រាន់តែដើម្បីឲ្យទ័ពភាគីសត្រូវរុញច្រានឲ្យបាក់ទ័ពតែប៉ុណ្ណោះដូច្នេះលោកគិតថាលោកនឹងដកទ័ពរបស់លោកចេញពីបាក់មុតនេះគឺប្រហែលជាត្រូវតែធ្វើឡើងនៅត្រឹមថ្ងៃ10ឧសភាសប្តាហ៍ក្រោយនេះលោក